ខ្ញុំលើកតកែងនិយាយគុកទួលស្លែងថ្ងៃនេះខ្ញុំបានមកទេសនាជាលើកទី1បងប្អូនអើយមានអារម្មណ៍ថារន្ធត់ខ្លាំងមែនទែនជាមួយនឹងប្រវត្តិដ៏សែនឈឺចាប់របស់គុកទួលស្លែងដែលមានជីវិតមនុស្សស្លាប់រហូតដល់ទៅខ្ទង់20000នាក់ឯណោះនៅគុកទួលស្លែងនេះមួយនៅបឹងជើងឯកមួយហើយបងប្អូនមើលគុកគេគឺគេធ្វើសម្រាប់ដាក់តែខ្លួនមនុស្សមួយប៉ុណ្្នឹងឯងក្នុងគុកមានខ្នោះមានច្រវាក់ហើយកដងជ័រហើយនឹងធុងដែកមួយហ្នឹងគឺសម្រាប់ដាក់លាមករបស់អ្នកទោសដោយសារតែជាប់គុកវេទនាជាងស្លាប់ត្រូវគេធ្វើទរណកម្មត្រូវគេបង្អត់អាហារសូម្បីតែទឹកក៏មិនឲ្យផឹកផងអញ្ចឹងហើយមានជនរងគ្រោះខ្លះស្តុកចិត្តលោតសម្រាប់ខ្លួនទម្លាក់ពីអាគារហ្នឹងបងប្អូនអញ្ចឹងពួកខ្មែរក្រហមបានហុំព័ទ្ធដោយសំណាញ់លួសបែបនេះដើម្បីកុំឲ្យជនរងគ្រោះលោតសម្រាប់ខ្លួនហើយអ្នកទោសខ្លះគេអត់ឲ្យស្លៀកពាក់ខោអាវទេដោយសារតែគេខ្លាចថាយកខោអាវទៅចងកសម្រាប់ខ្លួនអញ្ចឹងណាអញ្ចឹងគេឲ្យស្លៀកតែខោខ្លីមួយទេក្នុងនាមជាកូនខ្មែរម្នាក់គួរតែបានមកស្គាល់ទីកន្លែងនេះប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់កម្ពុជាយើងចំនួនលោកយាយលោកតាម្ដាយឪពុករបស់យើងគឺគាត់សិតតែបានឆ្លងកាត់ហើយថ្ងៃនេះនាងខ្ញុំមកមានភ្ញៀវមកទេសនាច្រើនមែនទែនទាំងភ្ញៀវជាតិនិងអន្តរជាតិខ្ញុំទៅសារជនបរទេសគឺគាត់ដាក់កាសស្ដាប់គាត់មកលេងស្រុកខ្មែរគឺគាត់បានរៀនសិក្សាពីប្រវត្តិសាស្ត្រខ្មែរដែរហើយនេះគឺជាគុកសម្រាប់ដាក់អ្នកទោសឲ្យបងប្អូនជួកន្លែងនេះពីដើមគឺសាលារៀនទេសាលារៀនដល់ពេលដល់ជំនាន់ខ្មែរក្រហមហ្នឹងគឺគេយកសាលារៀនមកធ្វើជាគុកនេះទី1គឺធ្វើទរណកម្មសួរចម្លើយអ្នកទោសយ៉ាងព្រៃផ្សៃដាក់គុកហើយនឹងសម្លាប់ខ្ញុំពិតជាសោកស្ដាយអើយសែនស្ដាយសាលារៀនជំនាន់មុនមិនធម្មតាណាបងប្អូនមានអាគារធំខ្ពស់ល្អខ្លាំងមែនទែនមិននឹកស្មានថាត្រូវបានគេយកមកធ្វើជាកន្លែងដ៏អាក្រក់ព្រៃផ្សៃបែបហ្នឹងហើយមើលបន្ទប់សាលារៀនត្រូវបានគេបំបែកយកឥដ្ឋយកអីមកទៅជាផ្នែកតូចដើម្បីគេដាក់ឃុំអ្នកទោសអញ្ចឹងទៅវិញបន្ទប់នៅអាគារកនេះគេដាក់អ្នកទោសដែលជាកម្មាភិបាលចាំបងប្អូនបន្ទប់គេរៀងធំទូលាយក៏ប៉ុន្តែដឹងថាមានអីអត់នេះគឺគេដាក់ប្អួយកញ្ចក់ហើយដាក់ចម្រឹងដែកខ្លាញ់អ្នកទោសរត់ចេញហើយកញ្ចក់នេះគឺគេដាក់បិទដើម្បីកុំឲ្យឮសំឡេងសម្រែកអ្នកទោសដែលគេធ្វើទរណកម្មឮចេញទៅក្រៅអូយសាហាវខ្លាំងមែនទែនបងប្អូនសម្រាប់អ្នកទោសដែលជាកម្មាភិបាលបើន័យថាខ្មែរក្រហមវាចោតគ្នាវាថាក្បត់អីចឹងណាអញ្ចឹងក៏យកមកដាក់ទោសក៏ប៉ុន្តែគេមានរបបចែកឲ្យដូចជាក្រេហើយមានភួយមានកតេលមានខ្នើយហើយអាធុងឯនេះគឺសម្រាប់ដាក់លាមករបស់អ្នកទោសនឹងឯងសម័យនោះគ្មានច្បាប់គ្មានទម្លាប់អីទេបងប្អូនឲ្យតែលឺអ្នកណាថាកុំលឺគេថាតែគេថាលួចនេះលួចនោះអត់មានភ័ស្តុតាងច្បាស់លាស់ក៏អង្គការចាប់យកមកសួរចម្លើយដែរនេះគឺជារូបភាពជនរងគ្រោះដែលគេឃុំនៅក្នុងគុកហ្នឹងបងប្អូនស្គមស្គាំងចំណីអាហារមិនគ្រប់គ្រាន់ត្រូវបានគេធ្វើទារុណកម្មមួយអាទិត្យទៅ2អាទិត្យម្ដងទៅគេយកទៅយកមកបាញ់ទឹកឲ្យអ្នកទោសងូតនៅក្នុងគុកបែបនេះឯងបងប្អូនអើយអាណ័យអធមខ្លាំងណាស់ហើយខាងនេះក៏ជាគុកដែលគេធ្វើជាបន្ទប់តូចដែរតែខាងនេះគឺធ្វើពីឈើហើយបរិវេណខាងក្រៅគឺជាទីកន្លែងដែលគេធ្វើទារុណកម្មមនុស្សសួរចម្លើយយ៉ាងសាហាវព្រៃផ្សៃមានដូចជាចងកពាត់ដៃទៅក្រោយហើយចងទាញដូចសត្វធាតុចឹងបងប្អូនហើយមួយវិញទៀតគឺមានទរណកម្មចាប់ជាមួយចូលទៅក្នុងពាងទឹកដែលសិតតែលាមកគឺវាមិននឹកស្មានថាវាមានរឿងរ៉ាវបែបហ្នឹងកើតឡើងមិនសមថាជាទង្វើមនុស្សសោះឥឡូវខ្ញុំចូលមកដល់អាគារខហើយអ្នកម្ដាយក្មេករបស់នាងខ្ញុំពេលដែលគាត់មកគឺគាត់ជ្រួតជ្រាបខ្លាំងមែនទែនដោយសារតែគាត់បានឆ្លងកាត់របបនេះដោយផ្ទាល់កាលពីជំនាន់នោះគាត់បានឃើញសពគ្រប់បែបយ៉ាងគ្រួសារអត់បាននៅជុំគ្នាទេមនុស្សប្រុសពេញកម្លាំងត្រូវបានគេកេណ្ឌដាក់ម្ដុំមនុស្សស្រីពេញកម្លាំងគេកេណ្ឌដាក់ម្ដុំឲ្យធ្វើការផ្សេងគ្នាហើយកុមារក៏អត់បាននៅទទួលភាពកក់ក្ដៅជាមួយនឹងម្ដាយឪពុកដែរគឺគេកេណ្ឌទៅដាក់កន្លែងក្រុមកុមារនិយាយទៅធ្វើការងារទាំងអស់មិនថាជាក្មេងចាស់ប្រុសស្រីហើយមិនបានសិក្សារៀនសូត្រអ្វីទេនេះម៉ាក់ក្មេកខ្ញុំគាត់ថាគាត់ចាំបានច្បាស់ណាស់កូនខោអាវនេះឯងគ្មានអ្នកណាពាក់ពណ៌អីផ្សេងទេគឺក្រៅពីពណ៌ហ្នឹងខ្មៅទាំងអស់គ្នាហើយស្បែកជើងវិញគឺស្បែកជើងកង់ឡានហើយបើខោអាវមានពណ៌វិញគឺគេយកទៅជ្រលក់មួយឃ្លឿដើម្បីឲ្យវាឡើងពណ៌ខ្មៅអញ្ចឹងមិនគេហៅថារបបខ្មៅងងឹតដោយសារតែខ្មៅគ្រប់ទីកន្លែងទាំងអស់សូម្បីតែចិត្តពួកខ្មែរក្រហមហ្នឹងក៏ខ្មៅកាច់សាហាវដែរបងប្អូនមើលខាងនេះវិញគឺសុទ្ធតែជារូបថតជនរងគ្រោះដែលកាលពីគេរំដោះហ្នឹងពួកខ្មែរក្រហមក៏បំផ្លាញចោលដែររូបថតទាំងអស់ហ្នឹងភ័ស្តុតាងទាំងអស់តែបំផ្លាញមិនទាន់នាងខ្ញុំគឺជាកូនខ្មែរមួយរូបបន្ទាប់ពីបានអានឯកសារឬក៏អត្ថបទតាក់ទងទៅនឹងមន្ទីរស21បានស្ដាប់កាសហ្នឹងមានភាសាខ្មែរមានភាសាអង់គ្លេសបងប្អូនមានអារម្មណ៍ថាតក់ស្លុតយ៉ាងខ្លាំងហើយក៏សូមចូលរួមរំលែកទុក្ខនេះគឺជាខ្នោះជើងខ្នោះដៃនេះនៅទីនេះឧបករណ៍ឬមួយក៏របស់អ្វីក៏ដោយឲ្យទៅជាភ័ស្តុតាងគឺគេនៅរក្សាទុកយើងជាកូនខ្មែរបើចង់ដឹងចង់ស្គាល់ចង់ដឹងពីប្រវត្តិសាស្ត្រអាចទៅសិក្សាបន្ថែមនៅទីនោះបានហើយនៅទីនេះមានរូបភាពស្ដែងជាច្រើនទៀតដែលអ្នកនៅរស់ដែលគាត់ជាជាងគំនូអីគាត់គូររូបបង្ហាញឲ្យមើលស្រស់មានរូបខ្លាលើកមនុស្ស
vậy tớiដូចយើងលើកជ្រូកទៅខ្វាយយើងបងប្អូនអាចមកទស្សនាមើលខ្លួនឯងដល់តបនៃបានដោយសារតែរូបវារៀងសាហាវខ្ញុំមិនហ៊ានថតទេហើយពួកខ្មែរក្រហមសូម្បីតែគ្នាឯងក៏វាសម្លាប់ដែរដូចជារូបភាពរបស់អ៊ំស្រីម្នាក់នេះអញ្ចឹងគាត់គឺជាប្រពន្ធកម្មាភិបាលខ្មែរក្រហមជាន់ខ្ពស់ទៀតណាតែគាត់ក៏ត្រូវបានទទួលទរណកម្មយ៉ាងព្រៃផ្សៃនៅក្នុងគុកទួលស្លែងនេះដូចគ្នាមានតែលោកតាលោកយាយអ៊ំពូមីងដែលធ្លាប់ឆ្លងកាត់ទេទៅគាត់ដឹងថាវាលំបាកវេទនាប៉ុណ្ណាខ្ញុំគឺជាក្មេងចំនួនក្រោយបានត្រឹមតែចូលរួមរំលែកទុក្ខសម្រាប់អ្នកដែលបានឆ្លងកាត់ក៏ដូចជាលោកតាលោកយាយអ៊ំពូមីងដែលបានចែកឋានទៅវីដេអូនេះខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះអរគុណបងប្អូនដែលចូលចិត្តទស្សនាវីដេអូរបស់នាងខ្ញុំជម្រាបលា